ngàyនេះគឺជាថ្ងៃសម្រាប់របស់ខ្ញុំដែលខ្ញុំអត់ធ្វើការចឹងទៅក៏ខ្ញុំនឹកឃើញថាខ្ញុំចង់ធ្វើក្តាមអប់អំពិលខ្ចីចង់ព្រឹកមិញហ្នឹងក៏ខ្ញុំបានទៅផ្សារដើម្បីរកទិញក្តាមពេលដែលយើងទិញបានហើយអស់ហើយគឺខ្ញុំយកមកដល់ផ្ទះគឺខ្ញុំត្រូវការយកដាក់វាមួយទឹកកកឲ្យវាឆាប់សង្អល់ហើយក៏យើងចាប់ផ្ដើមដោះក្តាមហ្នឹងឲ្យវាស្អាតឲ្យវាបាត់ជាប់ស្លែនៅលើខ្នងរបស់វាលើពោះរបស់វាអីចឹងណាហើយបន្ទាប់មកទៅដោយសារតែអាគិននេះវាសបោវានៅជាប់ស្លែវានៅជាប់ដីចឹងទៅយើងត្រូវការដោះខាត់វាឲ្យស្អាតដើម្បីដល់ពេលដែលយើងធ្វើញ៉ាំចឹងទៅវាអត់មានថាល្អើមអីចឹងណាទាំងអស់គ្នាឲ្យវាស្និទ្ធមាត់មួយរបស់យើងចឹងណាដោយសារតែយើងធ្វើខ្លួនឯងញ៉ាំខ្លួនឯងចឹងទៅយើងអត់មានបារម្ភថាវានៅកន្លែងនេះដីបន្តិចវានៅកន្លែងនោះរៀងវាល្អើមវាអីចឹងទៅពេលដែលយើងដោះហើយអស់ហើយគឺយើងត្រូវការយកវាហ្នឹងទៅលាងទឹកមួយតង់ទៀតតែលាងទឹកហ្នឹងខ្ញុំមិនលាងតែមកទឹកហ្នឹងណាខ្ញុំលាងឡើងពី3ទឹកហើយទាំងអស់គ្នាទៅខ្ញុំលាងឲ្យទឹកវាឃើញសថ្លាថាតែទឹកទី1នេះវាអត់តន់ថ្លាទេវានៅរៀងខ្មៅវានៅមានដីមានអីយើងត្រូវការលាងឲ្យស្អាតលាង 4-5 ទឹកចឹងទៅយើងលាងឲ្យអស់ហើយក៏ខ្ញុំយកវាមកដើម្បីទុកកាត់ដៃកាត់ជើងរបស់វាយើងបកសមោវាខាងក្នុងខាងក្រៅយើងបកខាងអាពោះវាអីចឹងណាអ្នកនរគ្នាហើយវាសបោក្តាមហ្នឹងវាសបោខ្លាញ់ច្រើនដែរពេលដែលយើងបកឲ្យអស់ហើយគឺយើងយកមកធ្វើជាមួយនឹងគ្រឿងក្រូចរបស់យើងមានខ្ទឹមសម្ទេសក្រូចឆ្មាហើយនឹងអំពិលត្រូវការយកអាក្តាប់ប៉ុន្តែខ្ញុំរកតែញ៉ាំបានមានតែអាហ្នឹងក៏ខ្ញុំយកអាហ្នឹងបុកបដោយទៅហើយក៏យើងបានបុកឲ្យអស់ហើយយើងបានដាក់លាយគ្រឿងជាមួយនឹងអំបិលវាចេងស្ករទឹកត្រីយើងមើលថាយើងត្រូវដាក់ប៉ុណ្ណាយើងមើលក្តាមរបស់យើងប៉ាន់ស្មានតាមហ្នឹងទៅណាអ្នកទាំងអស់គ្នាហើយយើងដាក់ម្ទេសគ្រាប់ខាងក្នុងនឹងខ្លះទាំងទៅហើយក៏ខ្ញុំធ្វើការកូរសពវាអីដែរចឹងទៅហើយឥឡូវយើងមកមើលក្តាមរបស់យើងគឺយើងដាក់ចូលជាមួយហើយយើងត្រូវកូរយើងត្រូវច្បល់វាឲ្យវាគ្រឿងនឹងវាចូលជាមួយសាច់ក្តាមរបស់យើងកូរច្បល់វាឲ្យរៀងយូរដែរចឹងទៅណាអ្នកទាំងអស់គ្នាយើងកូរចុះកូរឡើងចឹងទៅដើម្បីឲ្យក្តាមយើងចូលជាតិឆ្ងាញ់ហើយស្នូករបស់វានោះគឺយើងដាក់អំពិលកាអីដែលយើងបុកនេះយើងដាក់ចូលក្នុងស្នូកក្តាមហ្នឹងទៅយើងបានច្បល់វាសពគ្រប់អស់ហើយអញ្ចឹងទៅយើងត្រូវការយកវាទៅទុកក្នុងទូទឹកកកដើម្បីឲ្យវាត្រជាក់វាចូលជាតិបានយូរយើងចង់ញ៉ាំល្ងាចហ្នឹងយើងទុកបាន 4-5 ម៉ោងក៏បានយើងចង់ញ៉ាំថ្ងៃស្អែកក៏បានដែរចូលជាតិឆ្ងាញ់ជក់ចិត្តក្តាមអំពិលខ្ចីរបស់យើងមានតែប៉ុណ្្នឹងទេអរគុណបាយ